ដោយក្តីរំភើបដឹងគុណអ្នកនាងផនសុផារីប្រកាសជូនថវិកាកងទ័ពទាំង18រូបក្នុងម្នាក់$1000ខណៈអ្នកនាងឡុងម៉ាណេនក៏បានត្រៀមថវិកា$20000សម្រាប់ជូនវីរៈកងទ័ពទាំង18រូបផងដែរប្រជាជនកម្ពុជាទូទាំងប្រទេសបង្ហាញក្តីត្រេកអរយ៉ាងក្រៃលែងគ្មានអ្វីប្រៀបបានពេលវីរៈកងទ័ព18រូបត្រូវបានដោះលែងនិងបានចូលមកដល់ទឹកដីមាតុភូមិវិញនៅម៉ោង10ព្រឹកថ្ងៃទី31ខែធ្នូឆ្នាំ2025នេះតាមច្រកព្រំដែនអន្តរជាតិព្រំខេត្តបៃលិនប្រជាជនយ៉ាងច្រើនកុះក៏បាននាំគ្នាទៅទទួលស្វាគមន៍ដោយក្តីរីករាយលាយឡំជាមួយទឹកភ្នែកពេលវីរៈកងទ័ព18រូបឡើងរថយន្តចេញដំណើរពីព្រំដែនប្រជាជនបានឈរតាមផ្លូវបង្ហាញការស្វាគមន៍និងការគោរពដឹងគុណមានស្ត្រីម្នាក់មិនមែនគ្រាន់តែឈរស្វាគមន៍ដោយគេឯងឡើយគឺលុតជង្គង់លើកដៃសំពះតែម្ដងពេលរថយន្តដែលដឹកវីរៈកងទ័ពទាំង18រូបកំពុងធ្វើដំណើរយឺតចេញពីព្រំដែនចេញផុតពីព្រំដែនមានប្រជាជនក្មេងចាស់ជាច្រើនទៀតក៏លុតជង្គង់លើកដៃសំពះដែរដោយឡែកប្រជាជនដែលមិនបានទៅផ្ទាល់បាននាំគ្នាចែករំលែកយ៉ាងប្រុងប្រយ័ត្នអំពីវីដេអូនិងរូបភាពនៃការវិលត្រឡប់របស់វីរៈជនខ្លួនអ្នកខ្លះមិនមែនគ្រាន់តែចែករំលែកឡើយដោយថែមទាំងបានបង្ហាញការរំជួលចិត្តតាមរយៈសម្ដីដែលសរសេរភ្ជាប់នឹងការចែករំលែកនោះផងដែរអ្នកខ្លះទៀតបានប្រើរូបសញ្ញាឬ sticker យំដើម្បីបង្ហាញអារម្មណ៍របស់ខ្លួនជាក់ស្ដែងអ្នកមកមើល Facebook របស់អ្នកនាងផនសុផារីក្រៅពីបង្ហាញក្តីរំភើបអបអរចំពោះការដោះលែងវិលត្រឡប់របស់វីរៈកងទ័ពទាំង18រូបប្រកបដោយសុវត្ថិភាពឃើញថាអ្នកនាងបានប្រកាសលើ Facebook ចូលរួមជូនថវិកាវីរៈកងទ័ពទាំង18រូបក្នុងម្នាក់ចំនួន$1000ផងដែរការបង្ហោះរបស់អ្នកនាងផនសុផារីបានរៀបរាប់ថានាងខ្ញុំសូមប្រកាសជូនថវិកាវីរៈកងទ័ពទាំង18រូបក្នុងម្នាក់$1000ងាកទៅកាន់អ្នកនាងឡុងម៉ាណេនដែលជាអ្នកលក់អនឡាញដ៏ល្បីមួយរូបនិងត្រូវជាគូស្នេហ៍របស់តារាចម្រៀងថលសុភិតិក៏បានប្រកាសឧបត្ថម្ភថវិកាដល់វីរៈកងទ័ពទាំង18រូបផងដែរដោយនៅលើ page ផ្លូវការរបស់អ្នកនាងបានលើកឡើងថាថវិកាផ្ទាល់ខ្លួនសរុប$20000ជូនសម្រាប់វីរៈកងទ័ពយើងដែលគេឲ្យមកមុន2នាក់និងថ្ងៃនេះ18នាក់ជូនម្នាក់$1000ដូចគ្នាគូបញ្ជាក់ផងដែរថាវីរៈកងទ័ពកម្ពុជាទាំង18រូបត្រូវបានទ័ពថៃប្រើល្បិចចាប់ដោយខុសច្បាប់កាលពីព្រឹកថ្ងៃទី29កក្កដាគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីបទឆបបាញ់រវាងប្រទេសទាំងពីរដែលបង្កើតឡើងនៅប្រទេសម៉ាឡេស៊ីបានចូលចិត្តធរមាននៅម៉ោង12យប់ថ្ងៃទី28កក្កដាពួកគាត់ជាប់ឃុំអស់រយៈពេល155ថ្ងៃទើបត្រូវដោះលែងវិញដោយមានការទាមទារយ៉ាងខ្លាំងក្លាពីរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាក្រៅពីវីរៈកងទ័ពទាំង18រូបកងកម្លាំងដែលកាន់អាវុធយកជីវិតទៅការពារទឹកដីនៅសមរភូមិជួរមុខក៏ត្រូវប្រជាជនទូទាំងប្រទេសចាត់ទុកជាវីរៈកងទ័ពឬវីរៈជនដែរ